ទេសភាពបែបស្រុកស្រែចម្ការអត់មានអីច្រើនទេមានតែបែបហ្នឹងឯងពេលដែលញោមនោះមានបានទៅលេងនៅវាលស្រែហ្នឹងហើយក៏ឃើញតកួនល្អក៏បេះតកួនបានខ្លះទៅហើយក៏នាំគ្នាមកសាក់ដកកៅអៅឈូកលេងទេមកមើលសកម្មភាពផ្សេងនៅក្នុងវីដេអូហ្នឹងបើសិនជាកន្លែងណាខុសឆ្គងអីសូមអភ័យទោសផងអរគុណអីនេះក្មួយនេះឯងហាវាដឹងគេនិយាយអីកៅនេះហើយនឹងកៅអីនឹងស្លុកឈូកដូចគ្នាអូខ្ចៅធំវាខ្ចៅនេះចៅទុយហ្នឹងអមិនដែរអីកាយទៅក្នុងមកអនតងហើយយើងដៃយើងនេះកាយផុកចេញហ៎នៅកាយមកវាមានស្នែងមាននៅហ្នឹងអូណែនេះมันល្អអូកៅឈូកអ្នកដកកៅឈូកមែនតែនមានឆ្លើងដាក់អត់មានតែនេះបកែដកអាមើលឃើញទៀមទៀតហើយភ្លៀងទៅមកព្រឹកមិញវាដែរមកតទៀមមិនតាន់ទេទៀមមិនតាន់ទេអូល្អមួយផ្លែដកបានពីខ្សែ3ខ្សែចាដកលឿនទេផ្លេតមកនេះមើលមកវាដកហើយជឿច្រឡំនេះនេះអង្គុយចាំមើលអូយនេះអានឹងអត់យកទេអូនអានឹងចាស់នេះចាស់ទេអានេះក្នុងអាងរដងការយើងមកអីរដងទឹកលេងឡើងតែផាត់ដល់នេះទៅខាងណាកំពូនចាប់ខាងនេះឬចាប់ខាងនេះខ្លួនឯងនឹកស្រួលមានហាត់ចិត្តដល់វាមាន2ស្នែងនៅពេលអញ្ចឹងយើងចាប់អាមួយមានអាខ្ចីអាមួយទៀតចាប់ទាំងពីរអាដើមវាមកពីអាធំមានចាស់មានខ្ចីហ៎ជ្រឿងទៀមដៃឡើអូយកឆ្ងាញ់អូនេះបានហ៎អានេះជួយអានេះមែនទេខាងនោះហីខាងខ្លួនចាស់នោះមិនខ្ចីដែរនេះវិញហ្នឹងហើយអានេះដៃបាត់ដាច់ណាស់100ដៃបាត់ទៅរត់ខាងនោះហើយនេះដៃបាត់ហើយអានេះវាដាច់ចុងហើយនេះដកបានដកសឡហើយនេះដកកៅឈូកដាក់យកមែនតែសឡហើយនេះដកបានតើចៃដកសំសឡទៅដកឆ្លងជូរយួនវែងតែដាច់ចុងមកនេះតែកដាស់ម៉ែដែរណាតែកដាស់ម៉ែដែរនេះដាច់បាត់ហើយចៃដកលេងស្រែអានេះក៏ហោបានកៅឈូកអូវែងមកទៅប្រពន្ធគាត់មកហងវៀតណាម